លោកដូណាល់ត្រាំថាអង្គការ NATO គួរតែបណ្តេញប្រទេសអេស្ប៉ាញចេញពីប្លុកយោធានេះរដ្ឋាភិបាលអាមេរិកលោកដូណាល់ត្រាំបាននិយាយថាអង្គការ NATO គួរតែបណ្តេញប្រទេសអេស្ប៉ាញចេញពីប្លុកយោធានេះដោយសារអេស្ប៉ាញបរាជ័យក្នុងការបំពេញតាមគោលដៅចំណោមលើវិស័យការពារជាតិថ្មី 5% មានដឹកនាំអាមេរិកដែលជាអ្នកដឹកនាំមុខលើការបង្កើតថវិកានេះបានអះអាងថាលោកបានធានាការបដិញ្ញាចិត្តនេះក្នុងកិច្ចប្រជុំកំពូលអង្គការ NATO កាលពីខែមិថុនាលោកត្រាំបាននិយាយថាប្រហែលជាអ្នកគួរបោះគេចេញពី NATO ដោយស្មោះត្រង់យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី9 ខែតុលាឆ្នាំ 2025 បានឲ្យដឹងថាលោកត្រាំបានលើកឡើងពីបញ្ហានេះក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីហ្វាំងឡង់នៅការិយាល័យ Oval កាលពីថ្ងៃប្រហ័សលោកក៏បានអួតអំពីការធ្វើឲ្យសមាជិក NATO បដិញ្ញាចិត្តចំពោះគោលដៅចំណងថ្មីជាឯកច្ឆន្ទផងដែរប្រធានាធិបតីអាមេរិកបានចោទសមាជិក NATO គឺអេស្ប៉ាញម្ដងហើយម្ដងទៀតថាបានខកខានក្នុងការផ្ដល់បន្ទុកលើការចំណាយយោធាដោយសមត្ថភាពសម្បីតែក្នុងអំឡុងពេលលោកកាន់តំណែងក្នុងអាណត្តិដំបូងក៏ដោយចាប់តាំងពីចូលកាន់តំណែងម្ដងទៀតក្នុងខែមករាមកលោកបានទាមទារឲ្យកាន់តែខ្លាំងថាសមាជិកអឺរ៉ុបរបស់ប្លុកនេះចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille LT the best quality of education in Cambodia វីតាល់មោទនភាពផលិតផលជាតិទឹកពិសាកម្ពុជាជំរឿដ៏ឆ្លាតវៃសម្រាប់សុខភាពអូខេដេវីឡាយើងជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា Nagavel ទទួលយកនៅបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលកំសាន្តប្រចាំតំបន់ទន្លេមេគង្គ